ហេតុផលមួយចំនួនដែលនិស្សិតជ្រើសយកប្រទេសអាល្លឺម៉ង់សម្រាប់ការសិក្សាថ្នាក់បញ្ញាបត្រនិងថ្នាក់អនុបណ្ឌិតហេតុផលទី1គឺគុណភាពនៃការអប់រំនៅអាល្លឺម៉ង់គឺកម្រិតនៃការអប់រំគឺខ្ពស់សាលាជាច្រើននៅអាល្លឺម៉ង់គឺនៅលំដាប់ថ្នាក់ខ្ពស់បើប្រៀបធៀបជាមួយនឹងអាមេរិកហើយនិងប្រទេសអូស្ត្រាលីនិងប្រទេសលោកខាងលិចមួយចំនួនហេតុផលមួយទៀតនោះគឺសម្រាប់សិស្សនិស្សិតយើងអត់ត្រូវការបង់សាលាទេប៉ុន្តែគេបង់ជាលក្ខណៈថា administration fee អញ្ចឹងនៅក្នុងមួយឆ្នាំនេះសាលាខ្លះបង់តែ150ឬក៏តិចជាងសម្រាប់សិស្សនិស្សិតនៅទីនេះគឺការបង់ទៅលើសេវាកម្មសាធារណៈផ្សេងៗគឺមានតម្លៃថោកជាងអ្នកដែលទូទៅដូចជាការធ្វើដំណើរតាមផ្លូវតាមរថយន្តក្រុងឬតាមរថភ្លើងអីជាដើមគឺគេមានតម្លៃពិសេសសម្រាប់សិស្សហើយនឹងបានធានារ៉ាប់រងផ្សេងៗគឺវាថោកជាងអ្នកធម្មតាមុនយើងទៅតមើលកន្លែងនេះជាប្រភេទសត្វដែលមាននៅភូមិមួយនេះបើទោះបីជាការសិក្សានឹងវាស្រួលក៏ប៉ុន្តែសាលានៅអាល្លឺម៉ង់គឺពិបាកយកសិស្សពីខាងក្រៅជាពិសេសនៅសាលាដែលមកពីប្រទេសកំពុងអភិវឌ្ឍហើយណាមួយទៀតអាល្លឺម៉ង់អត់សូវផ្ដល់អាហារូបករណ៍ឲ្យប្រទេសកំពុងអភិវឌ្ឍប៉ុន្មានទេបើទោះជាគេផ្ដល់ឲ្យក៏ផ្ដល់ទៅតាមមុខជំនាញផ្សេងៗដែរគេអត់ផ្ដល់ជាមុខជំនាញទូទៅទេហើយមួយទៀតការរស់នៅទីនេះគឺរៀងថ្លៃច្រើនហ្មងមិនមែនថ្លៃខ្ពស់សោះទេជាពិសេសបើសិនជាយើងនៅភាគខាងត្បូងអាល្លឺម៉ង់ទាំងការរស់នៅទាំងអាហារហូបចុកគឺថ្លៃបើប្រៀបធៀបជាមួយនឹងប្រទេសផ្សេងទៀតនៅអឺរ៉ុបប៉ុន្តែវាក៏ជាឱកាសមួយដើម្បីឲ្យយើងខំប្រឹងផងដែរអញ្ចឹងសង្ឃឹមថាបើសិនជាអ្នកណាចង់មករៀននៅអាល្លឺម៉ង់អាចសួរសំណួរបន្ថែមនៅក្នុងវីដេអូនេះ